តោះបងប្អូនចឹងយើងមកស្ដាប់ពីគុណសម្បត្តិនិងគុណវិបត្តិរបស់ខ្ញុំណានៃការលក់តុក្កតាច្រើនប្រភេទគុណសម្បត្តិអីគុណវិបត្តិអីគុណសម្បត្តិនោះគឺភ្ញៀវខ្ញុំគាត់មានជំរឿសច្រើនក្នុងការរើសមួយអត់ពេញចិត្តមានមួយទៀតពេញចិត្តមួយអត់ពេញចិត្តមានមួយទៀតពេញចិត្តយល់គឺជំរឿសគឺច្រើនហើយមានន័យថាយើងក៏បានអតិជនច្រើនទៅតាមនឹងដែរមានន័យថាគាត់ឃើញម៉ូតច្រើនពេលខ្លះគាត់កំងក៏ច្រើនឬក៏ពេលខ្លះម៉ូតផ្សេងភ្ញៀវគាត់មើលឃើញស្អាតភ្ញៀវគាត់មើលឃើញអានេះស្អាតនោះស្អាតទៅគាត់តែងបានច្រើនអានេះគឺជាគុណសម្បត្តិតែគុណវិបត្តិនៅពេលដែលយើងលក់តុក្កតាច្រើនប្រភេទអញ្ចឹងដូចជាតុក្កតានេះខ្ញុំចង់ឲ្យខ្ញុំចូលមកស្តុកវិញមួយរយៈប៉ុន្តែមិនសូវបានផុសអញ្ចឹងមិនដែរគឺខ្ញុំអត់សូវដឹងទេអត់សូវដឹងថាខ្ញុំមានតុក្កតានឹងលក់ដែរពេលខ្លះភ្ញៀវចាស់គាត់ឃើញតែភ្ញៀវថ្មីគាត់អាចនឹងអត់ដឹងអញ្ចឹងពេលខ្លះភ្ញៀវចាស់អាចភ្លេចដែរអញ្ចឹងគុណវិបត្តិគឺពេលដែលយើងមានតុក្កតាលក់ច្រើនមុខពេកនោះគឺតែយើងភ្លេចផុសម៉ូតណាមួយអត់សូវបានផុសម៉ូតណាមួយភ្ញៀវគាត់នឹងភ្លេចម៉ូតហ្នឹងហើយអញ្ចឹងទៅវាមិនថាសល់ខូចអីទេគាត់ថាយើងត្រូវថតអីថ្មីដើម្បីជូនទៅនឹងឥឡូវដូចខ្ញុំអញ្ចឹងខ្ញុំត្រូវថតវីដេអូជូនទៅនឹងទៅដល់ភ្ញៀវខ្ញុំថាបងចូលស្តុកវិញហើយចូលនេះមិនតែចូលឥឡូវចូលបានថាជា2សប្តាហ៍អីទេអញ្ចឹងពីចូលបាន2សប្តាហ៍ហើយបើសិនជាយើងអត់ថតទេភ្ញៀវគាត់នឹងភ្លេចហ្មងមានតែប៉ុណ្្នឹងឯងរឿងគឺតែភ្លេចតែមានម៉ូតច្រើនភ្លេចថតអត់សូវបានថតជាប់លាប់ម៉ូតដែលចូលមកហ្នឹងណាទោះបីម៉ូតងាយធ្លាប់លក់ក៏ដោយគឺភ្ញៀវគាត់នឹងតែភ្លេចហើយអញ្ចឹងមកមើលតុក្កតាព្យួរប្រភេទទំហំកណ្ដាលនេះបងតុក្កតានេះគឺគេមានប្រអប់របស់គេមកបែបនេះប្រភេទអត់ព្រីមៀមថ្មីហ្នឹងគឺគេមកបែបហ្នឹងរបស់គេមានពណ៌តែប៉ិតមាននេះដែរតែខ្ញុំអត់យកមកពណ៌នេះភ្ញៀវអត់សូវស្រឡាញ់សោះស្អាតប៉ុន្តែភ្ញៀវអត់សូវស្រឡាញ់ខ្ញុំយកឈូកហើយយកពណ៌រៀងលឿងហ្នឹងមកណាអូខេអញ្ចឹងកាឈូកនេះគឺជាប្រភេទ unicorn ហ្មងហើយប្រភេទនេះគឺជាប្រភេទសត្វកវែងអញ្ចឹងខ្ញុំចង់ឲ្យបងមើលវីដេអូទៅយើងមើលទំហំថាអូខេអញ្ចឹងនៅពេលដែលទិញតុក្កតាហ្នឹងទៅនៅពេលទិញតុក្កតាទៅទំហំប៉ុណ្ណានេះបងនេះទំហំនេះខ្ញុំនេះតុក្កតាជុំបើសួរថាអូតុក្កតាហ្នឹងធំហ៎មិនជាធំទេបងតែបើសួរថាទូចអាប៉ុនបាតដៃក៏អត់ទូចប៉ុនបាតដៃទេក៏វាធំជាងអូខេហើយនិយាយទៅទោះបីខ្ញុំរវល់មិនក៏ដោយខ្ញុំព្យាយាមថាអាវ៉ាន់ចូលមកខ្ញុំព្យាយាមថតវីដេអូឲ្យភ្ញៀវតាមដែលអាចធ្វើទៅបានដើម្បីគាត់ងាយស្រួលក្នុងការរើសក្នុងការមើលអញ្ចឹងថាគាត់អាចទិញបានដោយទំនុកចិត្តមើលម៉ូយចាស់យើងមិននិយាយគាត់ទុកចិត្តយើងហើយគាត់ទិញម្ដងជា2ដងជា3ដងគាត់ណែនាំគេតែសម្រាប់ម៉ូយថ្មីអត់ទេលុះត្រាតែយើងមានវីដេអូឲ្យគាត់មើលច្បាស់ដែរអញ្ចឹងមិនគាត់ទុកចិត្តហើយបែកខ្លាច់បោកទៅណានេះមុខអ្នកលក់អីចាអញ្ចឹងបងអូនខ្ញុំឲ្យមើលផ្នែកគេអីហ្នឹងគឺគេអត់មាន print ទេគឺគេដេមកផងអញ្ចឹងណាមកហើយសាច់កណាត់នេះគឺសាច់កណាត់អត់មានហុយអត់មានឆ្លក់អត់មានចេញពណ៌អត់មានស្អុយតាមនិយាយប្រភេទនេះគឺអាចនិយាយថាប្រភេទគុណភាពខ្ពស់ហើយអញ្ចឹងមិនបាច់បារម្ភពីគេហៅថាសារធាតុណាដែលប៉ះពាល់អូនគឺអត់ទេសូម្បីតែជ័រដែលគេដាក់មកនេះក៏ជ័រល្អដែរគឺអត់មាន BPA ទេគេហៅ bisphenol A free ឬក៏យើងច្រើនហៅថា BPA free នឹងឯងចុះសួរថាគ្រប់គ្នាសុទ្ធតែស្រឡាញ់ប្រភេទហ្នឹងមិនអត់ទេអ្នកខ្លះគាត់នឹងអាចគិតថាអូយទូចពេកអត់តែទេ1 7លាកន្លះទូចពេកចង់ថាធំជាងហ្នឹងអញ្ចឹងយើងអាចរកមើលម៉ូតផ្សេងហ្នឹងប៉ុន្តែសម្រាប់ភ្ញៀវខ្លះទៀតគាត់ថាអត់ចង់បានធំជាងហ្នឹងទេចង់បានប៉ុណ្នេះវាល្មមអត់ស្ទើរធ្ងន់អញ្ចឹងក្នុងនេះខ្ញុំជាអ្នកលក់គឺខ្ញុំមានម៉ូតច្រើនក្នុងការលក់ដើម្បីឲ្យភ្ញៀវគាត់មានចំណុចផ្សេងពីគ្នាប៉ុន្តែចង់បញ្ជាក់ទៅប្រភេទនេះបងគឺប្រើទៅអត់ស្ដាយលុយទេខ្ញុំហ៊ាននិយាយថាតុក្កតាខាងខ្ញុំបងចំណាយលុយគឺអត់មានស្ដាយលុយទេប្រើមួយដឹងមួយប្រើកាន់ឆ្នាំហើយគុណភាពគឺយកមកសិតតែល្អយកមកលក់ជូនបងណាអូខេអញ្ចឹងបងចង់បានកុំភ្លេច screenshot ក៏មកបានណាឥឡូវមាន stock